តាំងពីបើកដំណើរការពលានយន្តហោះថ្មីថាឡាយអូសវេលីចូលសូម្បីតែមកលេងហ្នឹងក៏មិនគិតថាខ្លួនបានមកឃើញផ្ទាល់ផងតែឥឡូវនេះខ្ញុំបានមកឃើញផ្ទាល់ភ្នែកហើយធំហើយភ្លឺចិញ្ចាចរចនាបថស្អាតខ្លាំងក្រៅពីរំភើបក៏ភ័យបុកពោះដែរថ្មីចេះក្នុងឆាកជីវិតអត់ដឹងត្រូវចាប់ផ្ដើមពីកន្លែងណាសួរបងព្រាតពេញហ្នឹងខ្ញុំប្រាប់ឲ្យតែខ្ញុំអត់យល់សោះជាបទពិសោធន៍ដល់បងប្អូនទាំងអស់គ្នាដែលជិះយន្តហោះលើកទី1អត់មានត្រូវឡើងយន្តហោះម៉ោង2ទៅដល់ពលានម៉ោង1កន្លះទេណាយ៉ាងណាទៅដល់ឲ្យបានមុន2ម៉ោងដែរសម្ភារៈហ្នឹងក៏អាចដាក់ក្នុងវេលីបាន20គីឡូហើយយកតាមខ្លួនបាន10គីឡូទៀតដំណើរកំសាន្តខ្ញុំលើកនេះទៅជាមួយជនជាតិបរទេសគាត់ជាមេរបស់ខ្ញុំសម្រាប់សម្បត្តិយន្តហោះកន្លែងស្នាក់នៅអីគាត់ជាអ្នកកក់ទាំងអស់ខ្ញុំចាំតែទៅតែខ្លួនទេម៉ែមើលទឹកមុខគាត់រំភើបពេលដែលឃើញកូនបានជិះយន្តហោះអញ្ចឹងពីតូចធ្លាប់ងើយមើលលើចេះឲ្យឃើញតែប៉ុណ្្នេះទេឥឡូវឡើងប៉ុណ្្នេះអត់ដែលគិតទេថាខ្លួនបានជិះកប៉ាល់ហោះមែនតែនកាលពីតូចធ្លាប់តែអើតមើលលើឃើញយន្តហោះប៉ុនកូនដៃជិះឡានជិះកណូតធ្លាប់ឃើញខ្ញុំពលក្អួតអស់ហើយបងប្អូនគិតថាខ្ញុំជិះកប៉ាល់ហោះពលអត់រឿងអីកិច្ចផតពលដូចតែគ្នានឹងកែមឡើងសោះកប៉ាល់ហោះលើមេឃលលាក់ដូចតែយើងជិះឡានហ្នឹងហើយធ្លាប់ជិះសេះហោះរបៀបម៉េចកប៉ាល់ហោះអញ្ចឹងដែរជិះពីពលានយន្តហោះភ្នំពេញទៅពលានវៀតណាមប្រហែល1ម៉ោងបើជិះឡានទៅប្រើពេលប្រហែល7ម៉ោងគិតទៅក៏អត់សូវខុសគ្នាប្រហែលដែរមកដល់សង្វាតមុនគេងុចតាកក់សក់សូមណែនាំសាប៊ូកក់សក់ក្លិនជាផលិតផលរបស់កូនខ្មែររូបមន្តមកពីប្រទេសកូរ៉េគុណភាពល្អហើយតម្លៃសមរម្យមែនតើងាយស្រួលដាក់តាមខ្លួនទៅដល់ណាក៏បានជួយបំបត្តិសក់ជ្រុះធ្វើឲ្យសក់យើងរឹងមាំទន់ភ្លឺរលោងកក់សាប៊ូហើយកុំភ្លេចក្រែមបន្ទន់កាន់តែធ្វើឲ្យសក់យើងទន់ភ្លឺរលោងថែមទៀតចាំវីដេអូក្រោយខ្ញុំនាំដើរលេខថាបានទៅកន្លែងណាខ្លះអរគុណច្រើនបាយបាយខ្ញុំបានសន្យាមួយសិស្សថាអ្នកដែលរៀនជាប់ពីលេខ1ដល់លេខ5ហ្នឹងនាំទៅញ៉ាំភីសានៅហាងខេត្តឥឡូវរកឃើញហើយខ្ញុំលេខ1ខ្ញុំលេខ1ដែរខ្ញុំលេខ5ខ្ញុំលេខ4តើទៅដល់ថ្ងៃអត់រៀនបាននាំគាត់ទៅឆ្លៀតចូលមើលកន្លែងកំបងដាក់សាលាហើយបងនឹងបានទទួលការឧបត្ថម្ភពីបងសឹមដារ៉ូនិងភរិយាឲ្យក្មេងៗជួយរើសតាមចិត្តគាត់ស្រឡាញ់ចេញពីនឹងបានយើងទៅហាងញ៉ាំភីសាបដោយពួកគាត់ទៅតែបានមកលើកទី1ភ្នែកកលិបកលាប់ចង់ទីរត់រឿងចង់សើចជាងគេខ្ញុំខំកំងភីសាសាយទូចមកគិតថាក្មេងៗចឹងប្រហែលជាពួកគាត់ញ៉ាំអត់សូវច្រើនទេតែមានដោយការគិតណាកំងមួយចានហើយមួយចានទៀត4ចានស្លាប់មាត់2ចានទឹកក្លុកកៅធំអស់ម្នាក់មួយកៅទៀតឃើញទូចអញ្ចឹងតែមិនទូចដូចមាសទេពួកគាត់ថាលើកទី1ហើយអ្នកគ្រូដែលខ្ញុំបានញ៉ាំឆ្ងាញ់អញ្ចឹងអរគុណអ្នកគ្រូពេលហ្នឹងខ្ញុំអួតដាំកពួកគាត់ជាក្មេងនៅស្រុកស្រែឪពុកម្ដាយអត់សូវធូរធារអញ្ចឹងសឹងថាអត់ដែលបានញ៉ាំម្ដងផងក្នុងចំណោមហ្នឹងអ្នកខ្លះត្រូវតែការបងប្អូនប៉ុន្តែគាត់ប្រាប់ម៉ាក់ប៉ាគាត់ថាខ្ញុំខំរៀនណាទ្រាំតែបានលេងល្អបានទៅហូបភីសាមិនបានម៉ែអត់ឲ្យខ្ញុំទៅអញ្ចឹងម៉ាក់ប៉ាគាត់សុខចិត្តពយាពេលដើម្បីឲ្យបំណងកូនបានសម្រេចឃើញពួកគាត់ញ៉ាំខ្ញុំមានក្តីសុខមែនតើមិនខ្ញុំមានលុយច្រើនអីទេជាការលើកទឹកចិត្តពួកគាត់ហើយក៏ធ្វើជាគំរូដល់សិស្សផ្សេងឲ្យខំរៀនដូចគ្នាញ៉ាំឆ្អែតហើយទៅមកកន្លែងទៀតដឹងថាគាត់សប្បាយពេញចិត្តហ្មងផ្លូវទៅជាមួយគ្នាខ្ញុំឈៀងចូលកន្លែងទិញសាប៊ូកក់សក់សិនដោយសារអស់សាប៊ូប្រើហើយសាប៊ូកក់និងក្រែមបន្ទន់សក់ក្លិននេះអាចរកទិញបានគ្រប់ទីកន្លែងមិនថាផ្សារតូចធំឬក៏ម៉ាតទេមានច្រើនប្រភេទតម្រូវតាមសក់បងប្អូនអាចជ្រើសរើសបានសាប៊ូក្លិនជាផលិតផលរបស់កូនខ្មែរមានរូបមន្តមកពីប្រទេសកូរ៉េគុណភាពល្អតម្លៃក៏សមរម្យទៀតខ្ញុំប្រើជាប់ជាប្រចាំហ្មងនាំពួកគាត់មកដល់កន្លែងសប្បាយហើយពីមួយកន្លែងទៅមួយកន្លែងពួកគាត់វាយរហូតជួលកូនម៉ូតូឲ្យគាត់ជិះលេងពីដំបូងរៀងញើសទេតែដល់ពេលបានចេះសិតតែប៉ុណ្ណឹងគ្នាទៀតសង្ឃឹមថាកូននៅតែរក្សាការខំប្រឹងរៀនសូត្រឲ្យបានល្អតទៅមុខទៀតដើម្បីអនាគតខ្លួនឯងកាន់តែប្រសើរឡើង